怎么说？ Sermon title is Let us love God and fulfill His will. អត្ថបទព្រះបន្ទូលថ្ងៃនេះគឺចូលយើងស្រឡាញ់ព្រះនិងបំពេញតាមព្រះហត្ថីទ្រង់ Every pay attention, but today also surely pay attention, follow the sermon. Okay. សូមបងប្អូនត្រៀមចិត្តត្រៀមកាយតាមអធិប្បាយ Okay, we are now in a time of repentance during Lent. ឥឡូវនេះយើងស្ថិតនៅក្នុងការកែប្រែចិត្តអំឡុងពេលមានគ្រីស្ទបូជា Today, by looking at Jesus and His word during Lent in the Gospel of Matthew, we will think deeply about how we should spend Lent. នៅថ្ងៃនេះដែរគឺបើសម្លឹងមើលព្រះយេស៊ូវនិងព្រះបន្ទូលរបស់ទ្រង់ក្នុងអំឡុងពេលគ្រីស្ទបូជានេះយើងអាចមើលនៅក្នុងដំណឹងល្អកាន់កាពីម៉ាថាយយើងនឹងគិតយ៉ាងស៊ីជម្រៅអំពីរបៀបដែលយើងគួរចំណាយពេលនៅក្នុងថ្ងៃគ្រីស្ទបូជា Jesus does something very strange today. ព្រះយេស៊ូវធ្វើអ្វីមួយដ៏ចម្លែកណាស់ថ្ងៃនេះ Jesus got up early this morning and went to the fig tree to find some fruit. ចឹងហើយយើងឃើញព្រះយេស៊ូវបានក្រោកពីព្រលឹមនៅពេលព្រឹកហើយយាងទៅឯដើមល្វាដើម្បីរកមើលផ្លែខ្លះ But when no fruit was seen, Jesus became very angry. Then he cursed the fig tree, saying, "May you never bear fruit." ប៉ុន្តែពេលទ្រង់យាងទៅដល់មិនឃើញមានផ្លែព្រះយេស៊ូវទ្រង់ខ្ញាល់ហើយទ្រង់ដាក់បណ្ដាសាដល់ដើមល្វាថាកុំឲ្យឯងមានផ្លែទៀតឡើយ Because of this word, this fig tree truly withers from its roots. ដោយសារតែពាក្យនេះស្រាប់តែដើមល្វានោះក៏ក្រៀមទៅ The reason Jesus' behavior is a bit strange actually started yesterday when he got angry in the temple. មូលហេតុដែលអេរិយាបថព្រះយេស៊ូវចម្លែកតាមពិតទៅគឺកើតឡើង When Jesus saw the people trading and buying in the temple, he became angry and drove them all out of the temple. ពេលព្រះយេស៊ូវតតឃើញមនុស្សកំពុងតែជួញដូរនិងទិញទំនិញនៅក្នុងព្រះវិហារទ្រង់ក៏មានព្រះតីខ្ញាល់ហើយបណ្ដេញពួកគេទាំងអស់ចេញពីព្រះវិហារ And the next morning, he got angry and said that there were no fruit on the fig tree. ព្រឹកឡើងទ្រង់មានព្រះតីខ្ញាល់ហើយមានបន្ទូលទៅដើមល្វាថាកុំឲ្យឯងមានផ្លែទៀតឡើយ Is it possible that the fig tree may not bear fruit? តើវាមិនអាចទៅរួចមែនទេដែលដើមល្វានឹងមិនមានផ្លែទៀត Also, even if the fig tree cannot bear fruit now, it seems that it will bear fruit later. But Jesus is angry that the fig tree is not bearing fruit now. ម្យ៉ាងទៀតទោះបីជាដើមល្វាមិនអាចបង្កើតផលផ្លែឥឡូវនេះក៏ដោយវានឹងអាចមានផ្លែនៅពេលក្រោយបានប៉ុន្តែព្រះយេស៊ូវទ្រង់ខ្ញាល់ដើមល្វាមិនមានផ្លែនៅពេលនេះ We think this is a bit excessive and wonder if it was really necessary for Jesus to do this. យើងគិតថាប្រហែលជារឿងហួសហេតុដែលហើយនឹងឆ្ងល់ថាតើវាចាំបាច់ឬទេសម្រាប់ព្រះយេស៊ូវដើម្បីធ្វើរឿងនឹងកើតឡើង However, we know very well that Jesus' action and word have a clear reason and purpose. យ៉ាងណាក៏ដោយយើងដឹងច្បាស់ថាសកម្មភាពនិងព្រះបន្ទូលរបស់ព្រះយេស៊ូវមានហេតុផលនិងគោលបំណងច្បាស់លាស់ So, members, why does Jesus curse the fig tree in today's text? ដូច្នេះបងប្អូនដោយហេតុអ្វីបានជាព្រះយេស៊ូវដាក់បណ្ដាសាដើមល្វាអញ្ចឹង And what is Jesus trying to tell us by this? តើព្រះយេស៊ូវកំពុងព្យាយាមមានបន្ទូលអ្វីបង្កាត់យើង In the Old Testament, when God wants to say something serious to the Israelites, He specifically showed them a tree. នៅក្នុងព្រះគម្ពីរសញ្ញាចាស់ពេលដែលព្រះចង់មានបន្ទូលសំខាន់ណាមួយមកកាន់ជនជាតិអ៊ីស្រាអែលទ្រង់បានបង្ហាញពួកគេជាពិសេសនៅដើមឈើមួយដើម This is because the Israelites understand God's word better when they talk about a tree. They know where as a parable. នេះគឺដោយសារតែពួកអ៊ីស្រាអែលយល់ពីព្រះបន្ទូលរបស់ព្រះបានល្អជាងគេនៅពេលដែលពួកគេនិយាយពីដើមឈើដែលពួកគេដឹងច្បាស់ថានោះគឺជាពាក្យព្រាហ្មណ៍ដូច So in the book of Jeremiah, God will save you and explain using the example of the Africa tree or tree of hope. ដូច្នេះនៅក្នុងកាន់កាពីយេរេមៀព្រះនឹងសង្គ្រោះឯង
ត្រូវបានពន្យល់ដោយប្រាក់ឧទាហរណ៍នៃដើមចំបក់មួយដើមដែលជាដើមឈើនៃក្តីសង្ឃឹម Also, in chapter 15 of the book of Ezekiel, the story is told about the situation of the Israelites who lost their focus of the faith using a wild vine without fruit and an example. ម្យ៉ាងទៀតនៅក្នុងជំពូកទី15នៃកាន់កាពីអេសេគៀលរឿងរ៉ាវបានរៀបរាប់អំពីស្ថានភាពរបស់ពួកជនជាតិអ៊ីស្រាអែលដែលបានបាត់បង់ជំនឿរបស់ពួកគេដោយប្រើពាក្យទំពាំងបែកជូរព្រៃដែលគ្មានផ្លែ So, what does the fruitless fig tree in today's text mean? ដូច្នេះតើដើមល្វាដែលគ្មានផ្លែក្នុងអត្ថបទថ្ងៃនេះមានន័យយ៉ាងម៉េច The book of Micah in the Old Testament talk about the fruitless fig trees. នៅក្នុងកាន់កាពីមីកានៅក្នុងព្រះគម្ពីរសញ្ញាចាស់និយាយអំពីដើមល្វាដែលគ្មានផ្លែហ្នឹងឯង In the book of Micah, the fig tree is used in an example when pointing out that only the shell remain without the essence. នៅក្នុងកាន់កាពីមីកាដើមល្វាត្រូវបានឧទាហរណ៍ចង្អុលបង្ហាញថាមានតែសម្បកមិនមានសាច់សោះ So in Micah chapter 7 verse 1 it say, "One measure is mine. I am like one who gathers summers fruit at the greening of the vineyard. There is no cluster of grape to eat, none of the early fig that I crave and describe fig without fruit as a measure." នៅក្នុងកាន់កាពីមីកាចំពោះ7ខ1ចែងថាវល់ហើយខ្ញុំត្បិតខ្ញុំដូចជានៅវេលាដែលបេះផ្លែរដូវក្តៅរួចហើយគឺដូចជាបានប្រលេះផ្លែទំពាំងបែកជូរជាន់ក្រោយអស់ហើយគ្មានចង្កោមណាសល់ឲ្យបានស៊ីទេត្បិតខ្ញុំប្រាថ្នាចង់បានផ្លែល្វាដែលទុំតាមរដូវ This word is called alai in Hebrew, but in English it is also expressed as alas or wall. ចំពាក្យនេះត្រូវបានគេហៅថា alai ជាភាសាហេប្រឺប៉ុន្តែក្នុងភាសាអង់គ្លេសត្រូវបានប្រើពាក្យថា atlas ឬក៏ wow. The same word alai appear in Job chapter 10, 15. នៅលេចឡើងពាក្យថា alai នៅក្នុងកាន់គម្ពីរយោបចំពោះ10ខ15 If I am guilty, woe to me, even if I am innocent, I cannot lift my head, for I am full of shame and droll in my affliction. បើទូបង្គំអាក្រក់មែននោះពោហើយតែបើសុចរិតវិញនោះក៏មិនបានងើបក្បាលឡើងដែរដោយមានពេញជាសេចក្តីខ្មាស់ហើយមើលតែសេចក្តីវេទនារបស់ទូបង្គំ Why was this expression writing about the fruitless fig tree? ហេតុអ្វីបានជាពាក្យនេះត្រូវបានសរសេរអំពីដើមល្វាដែលអត់មានផ្លែអញ្ចឹង Okay. The reason is this. A fig tree bear fruit twice a year. គឺមូលហេតុគឺបែបនេះឯងគឺដើមល្វាមួយដើមបង្កើតផល2ដងក្នុងមួយឆ្នាំ Among these, the first fruit is called page, and is a sour and insignificant fruit that grow between March and April. ក្នុងចំណោមផ្លែទាំងពីរនេះគឺមានពីរលើកទី1ត្រូវបានគេហៅថា fage ដែលជាផ្លែដំបូងមានរសជាតិជូរមិនសូវសំខាន់ហើយមានផ្លែចន្លោះពីខែមីនានិងខែមេសា The second fruit is called tena, and is a large and sweet main fruit harvested between August and October. ផ្លែលើកទី2ត្រូវបានគេហៅថាឋានាដែលវាជាផលផ្លែសំខាន់ទាំងធំនិងរសជាតិផ្អែមត្រូវបានប្រមូលផលនៅចន្លោះខែសីហានិងខែតុលា After first fruit page is born, leaves appear, and the leaves grow and bear fruit honestly in August. This second fruit is called tena. បន្ទាប់ពីផ្លែលើកទី1គេហៅថា fage មានស្លឹកក៏លេចឡើងចេញមកហើយស្លឹកក៏ចាប់ផ្ដើមធំចាប់ផ្ដើមចេញផ្លែនិងបង្កើតផលយ៉ាងពិតប្រាកដនៅក្នុងខែសីហាផ្លែទី2នេះយើងហៅថា thena. However, the reason why the first fruit is named page is because the second fruit tena can be sold at the market, while the first fruit page cannot be sold at the market. ប៉ុន្តែទោះយ៉ាងណាក៏ដោយមូលហេតុដែលមានផ្លែលើកទី1ត្រូវបានគេហៅថា fage គឺដោយសារតែផ្លែលើកទី2ហៅថាឋានាអាចលក់នៅទីផ្សារបានខណៈដែលផ្លែលើកទី1នោះ fage នេះគឺមិនអាចដាក់លក់នៅលើទីផ្សារទេ
Because this page is the first fruit the bear in the spring after the cold winter has passed, the test is too sore and astringent to be valuable as a commercial product. ដោយសារតែហ្វាហ្គេជាផ្លែដំបូងដែលលេចចេញជាផ្លែនៅរដូវស្លឹកឈើហ្នឹងគឺរដូវត្រជាក់បានកន្លងផុតធ្វើឲ្យវាមានរសជាតិជូរហើយនិងស្រួយពេកមិនអាចមានតម្លៃជាផលិតផលពាណិជ្ជកម្មទេ During the cold winter, due to lack of nutrient and lack of sunlight, these page fruit are small and sour. That's small and sour that they cannot be sold in the market. នៅក្នុងរដូវរងារដូវត្រជាក់ដោយសារតែខ្វះសារធាតុចិញ្ចឹមខ្វះពន្លឺព្រះអាទិត្យអញ្ចឹងផ្លែដំបូងទាំងនេះវាមានទំហំតូចហើយនឹងជូរអញ្ចឹងមិនអាចដាក់លក់នៅលើទីផ្សារទេ So fig tree farm owner leave the fence open so that people passing by the farm can pick and eat the first fruit of the fig tree page for free. ហើយដូច្នេះហើយម្ចាស់ចំការដើមល្វាបានចំហរបងចោលដើម្បីឲ្យមនុស្សដែលដើរកាត់ចំការអាចបេះនិងបរិភោគផ្លែឈើដំបូងនឹងបានគឺជាដើមល្វាដែលជាហ្វាគេដោយឥតគិតថ្លៃ There's someone like agriculture class. ដោយថ្នាក់កសិកម្មណា Okay. So, in today's text, Jesus approached the fig tree to eat the first fruit of the fig tree called page. ដូច្នេះក្នុងអធិប្បាយថ្ងៃនេះគឺព្រះយេស៊ូវយាងទៅជិតដើមល្វាដើម្បីបរិភោគផ្លែដំបូងដើមល្វាដែលហៅថាហ្វាគេ However, when Jesus approached the fig tree, he saw that the fig tree was missing the first fruit called page. យ៉ាងណាក៏ដោយការដែលព្រះយេស៊ូវបានយាងទៅជិតដើមល្វាទ្រង់បានតតឃើញថាដើមល្វានោះបានបាត់ផ្លែដំបូងដែលហៅថាហ្វាគេ Seeing a fig tree by the road, he went up to its wood, found nothing on it except leaf. Matthew 21:19. នៅក្នុងកាន់គម្ពីរម៉ាថាយចំពុក21ខ19ទ្រង់តតឃើញដើមល្វាមួយតាមផ្លូវក៏យាងទៅដល់ឃើញមានតែស្លឹកទទេនោះទ្រង់មានបន្ទូលថាកុំឲ្យឯងមានផ្លែទៀតឡើយស្រាប់តែដើមល្វានោះក្រៀមទៅ Everyone, what kind of situation is this? Now marching when page was in full swing and past, and it is already April, but there is no first fruit. អ្នកទាំងអស់គ្នាដឹងអត់តើស្ថានភាពនេះជាមិនដែរនៅពេលដែលដល់ខែមីនានៅពេលដែលហ្វាគីនេះកំពុងតែដំណើរការយ៉ាងពេញហើយក៏បានកន្លងផុតទៅក៏ដល់ខែមេសាក៏នឹងមកដល់ប៉ុន្តែមានឃើញផលផ្លែដំបូងសោះ However, the reason why this situation is a problem is because after the fig tree has picked the first fruit page, the next fruit tena is produced in the same place. ទោះជាយ៉ាងណាក៏ដោយមូលហេតុដែលស្ថានភាពនេះជាបញ្ហាគឺដោយសារតែបន្ទាប់ពីដើមល្វាបានបង្កើតផលដំបូងគឺជាហ្វាគេផ្លែបន្ទាប់ទៀតគឺជាឋានាក៏ត្រូវបានបង្កើតផលនៅកន្លែងដដែលនោះឯង Therefore, the absence of page, the first fruit of the fig tree, means that this fig tree will not bear fruit in the future. ដូច្នេះពេលគ្មានហ្វាគេជាផ្លែដំបូងដើមល្វានោះមានន័យថាដើមល្វានេះនឹងមិនអាចបង្កើតផ្លែនៅពេលអនាគតទេ And though the condition of the fig tree, Jesus accurately pinpointed the problem of faith of the people at the time. ហើយតាមរយៈសភាពនៃដើមល្វានោះព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីបញ្ហានៃជំនឿរបស់ពួកគេនៅពេលនោះ This shows that the believer's faith is like this fig tree with only a bunch of the leaf and no fruit, which is the most important things. រឿងនេះបង្ហាញថាជំនឿរបស់អ្នកដែលជឿគឺជាដើមល្វានេះដែលមានតែស្លឹកមួយចង្កោមហើយគ្មានផ្លែជារឿងសំខាន់បំផុត However, through this text today, the Lord is saying that we too are missing the essence, the most important core of our faith. យ៉ាងណាក៏ដោយតាមរយៈអធិប្បាយថ្ងៃនេះ
ព្រះអម្ចាស់កំពុងមានបន្ទូលថាយើងកំពុងតែបាត់ក្លឹមឬក៏សាច់ផ្លែដែលជាស្នូលសំខាន់បំផុតនៃជំនឿរបស់ពួកយើង And the theme of the fig parable is that if we realize that there is no essence of faith and do not correct our faith now, it will be difficult for us to have correct faith again in the future. ហើយប្រធានបទនៃការប្រៀបប្រដូចអំពីផ្លែល្វាគឺថាប្រសិនបើយើងដឹងថាគ្មានក្លឹមនៃសេចក្តីជំនឿនិងមិនកែតម្រូវជំនឿរបស់យើងឥឡូវនេះទេវានឹងពិបាកសម្រាប់យើងក្នុងការមានជំនឿយ៉ាងត្រឹមត្រូវម្ដងទៀតនាពេលអនាគតដែរ Understand? Your members, I bless you in the name of the Lord that we all here recover the essence of faith today. បងប្អូនអើយខ្ញុំសូមប្រទានពរដល់អ្នករាល់គ្នាក្នុងព្រះនាមព្រះម្ចាស់សូមឲ្យយើងទាំងអស់គ្នានៅទីនេះទទួលបានក្លឹមនៃសេចក្តីជំនឿនៅថ្ងៃនេះ Going back to the text, this was actually the temple that Jesus visited yesterday. ត្រឡប់មកអត្ថបទអធិប្បាយថ្ងៃនេះវិញគឺតាមពិតទៅនេះជាព្រះវិហារដែលព្រះយេស៊ូវបានយាងទៅកាលពីម្សិលមិញ At that time, the temple was crowded with so many people that it seemed as if all the people gathered in the temple had the right faith, but that was not the case. នៅពេលនោះគឺព្រះវិហារមានមនុស្សច្រើនកុះកហាក់ដូចជាមនុស្សទាំងអស់កំពុងប្រមូលព្រមគ្នានៅក្នុងព្រះវិហារមានជំនឿត្រឹមត្រូវប៉ុន្តែមិនដូច្នោះទេ If we look carefully at them, we see that the common people offer countless sacrifice to God in the temple just to get more of what they wanted without any true faith. And the religious leaders sold the sacrifice at high price and made a big business and made lots of money. ប្រសិនបើយើងពិនិត្យមើលពួកគេដោយប្រយ័ត្នប្រយែងយើងនឹងឃើញថាមនុស្សសាមញ្ញទាំងអស់នោះបានថ្វាយយ៉ាញ់បូជារាប់មិនអស់ដល់ព្រះទាំងនៅក្នុងព្រះវិហារដើម្បីទទួលបានអ្វីដែលពួកគេចង់បានច្រើនជាងនេះដោយគ្មានសេចក្តីជំនឿពិតហើយមេដឹកនាំសាសនាក៏បានលួចយ៉ាញ់បូជាក្នុងតម្លៃខ្ពស់ហើយបានបង្កើតអាជីវកម្មធំមួយហើយនឹងរកលុយបានច្រើនដែរ So Jesus is angry and said this about this temple. My house will be called a house of prayer, but you are making it a den of lover. Matthew 21:13. នៅក្នុងកាលគម្ពីរម៉ាថាយចំពុក21ខ13ដូច្នោះព្រះយេស៊ូវទ្រង់ខ្ញាល់ហើយមានបន្ទូលដូច្នេះអំពីព្រះវិហារនេះថាដំណាក់អញត្រូវបានហៅថាជាទីសម្រាប់អធិដ្ឋានតែអ្នករាល់គ្នាបានយកធ្វើជារោងចោលវិញ Why does Jesus do this? ហើយអ្វីបានជាព្រះយេស៊ូវទ្រង់ធ្វើបែបនេះចឹង Jesus became angry when he saw their former faith, which has lost all its essence and remained only a shell. ព្រះយេស៊ូវមានប្រតិយខ្ញាល់ពេលទ្រង់តតឃើញជំនឿផ្លូវការរបស់ពួកគេដែលបានបាត់បង់ក្លឹមឬក៏សាច់ផ្លែនិងមានតែសម្បកប៉ុណ្ណោះ The people of this era had false faith, a faith that was full of religious life and ostentation, like luxury. ប្រជាជននៅសម័យនោះគេមានជំនឿខុសឆ្គងជាជំនឿដែលពេញដោយជីវិតបែបសាសនានិងការអួតអាងដូចជាស្លឹកឈើដែលខៀវស្រងាត់ចឹងដែរ In order to make them realize their false faith, Jesus explained of them the parable of the fig tree with only many leaves but no fruit. ដើម្បីឲ្យពួកគេដឹងពីជំនឿខុសឆ្គងរបស់ខ្លួនហើយបានជាព្រះយេស៊ូវបញ្យល់ដល់ពួកគេអំពីការប្រៀបប្រដូចដើមល្វាដែលមានស្លឹកតែគ្មានផ្លែ So members, what is our faith like before this word of God? បងប្អូនអើយតើជំនឿយើងយ៉ាងម៉េចដែរមុនទទួលព្រះបន្ទូលនៅថ្ងៃនេះ Now we are in dependent time, right? យើងកំពុងមានពេលកែប្រែចិត្ត Your pastor say you need to change, right? ព្រោះគ្រូវាយើងនិយាយថាយើងត្រូវតែផ្លាស់ប្ដូរយើងត្រូវតែបដូរ Aren't we also reading our religious life that is missing its essence and core? ចឹងហើយយើងមិនមែនកំពុងដឹកនាំជីវិតបែបសាសនាដែលកំពុងតែបាត់បង់ក្លឹមហើយស្នូលរបស់វានោះទេ In fact, the religious leader of the time and the people who heard this word in today's text were originally people who knew the grace of God.
ចឹងហើយតាមពិតទៅមេដឹកនាំសាសនានៅសម័យនោះនៅមនុស្សដែលបានឮពាក្យទាំងនេះនៅក្នុងអត្ថបទថ្ងៃនេះដើមឡើយជាមនុស្សដែលស្គាល់ព្រះគុណព្រះ These were not people who did not know the grace of God. អ្នកទាំងនេះមិនមែនជាមនុស្សដែលមិនស្គាល់ព្រះគុណរបស់ព្រះនោះទេ However, the problem is that their faith has gradually degenerated into a religious life. យ៉ាងណាក៏ដោយបញ្ហាគឺថាជំនឿរបស់ពួកគេបានរសាយបាត់បន្តិចម្ដងទៅជាជីវិតបែបសាសនាវិញ Members, the process by which faith deteriorate is like this, for example. បងប្អូនអើយដំណើរការដែលសេចក្តីជំនឿចុះខ្សោយគឺមានលក្ខណៈដូចនេះឯង Members, after we receive Jesus and the holiness of the Lord come into us, we confess all our sin before God and repent. បងប្អូនអើយបន្ទាប់ពីយើងទទួលព្រះយេស៊ូវហើយភាពបរិសុទ្ធរបស់ព្រះអង្គយាងមកសន្ធិដ្ឋក្នុងយើងសារភាពអំពើបាបទាំងអស់របស់យើងនៅចំពោះព្រះហើយប្រែចិត្ត And we come to think that we will live a life of change that praised God, a so-called life of sacrifications. ហើយយើងគិតថាយើងនឹងរស់នៅក្នុងជីវិតនៃការផ្លាស់ប្ដូរដែលផ្គាល់ព្រះហត្ថីព្រះដែលហៅថាជីវិតនៃការញែកចេញជាបរិសុទ្ធ Then the first and most familiar thought that come to our mind is, I need to have some goal to become holy from now on. So we set some goal. បន្ទាប់មកគំនិតដំបូងនិងគំនិតស្រដៀងពីមុនលេចឡើងក្នុងគំនិតរបស់យើងគឺខ្ញុំត្រូវតែមានគោលដៅអ្វីម្យ៉ាងដើម្បីក្លាយជាមនុស្សដែលបរិសុទ្ធចាប់ពីពេលនេះតទៅដូច្នេះខ្លួនឯងក៏បានកំណត់គោលដៅមួយចំនួនដែរ I'm less holy, so now I must become more holy. Or I feel like I don't have enough love, so I need to love more. We decide on a certain action and start working to achieve it. យើងចាប់បាននិយាយថាខ្ញុំមិនសូវបរិសុទ្ធទេឥឡូវនេះខ្ញុំត្រូវតែក្លាយជាមនុស្សដែលបរិសុទ្ធជាងមុនឬក៏ខ្ញុំមានអារម្មណ៍ថាមិនមានសេចក្តីស្រឡាញ់គ្រប់គ្រាន់ទេដូច្នេះខ្ញុំត្រូវស្រឡាញ់បន្ថែមទៀតយើងសម្រេចចិត្តលើសកម្មភាពជាលក្ខមួយហើយចាប់ផ្ដើមខិតខំដើម្បីសម្រេចវាឲ្យបាន And we continue to live a holy life. ហើយយើងក៏បន្តរស់នៅក្នុងជីវិតដែលបរិសុទ្ធចឹងទៅ This is we are surprised by the fact that even though a long time has passed, we have not changed at all. នោះគឺយើងមានការព្យាផ្អើលចំពោះការពិតដែលថាទោះបីជាពេលវេលាកន្លងផុតយូរហើយក៏ដោយយើងមិនបានផ្លាស់ប្ដូរទាល់តែសោះ However, if you continue to live like this for a long time, there is one thing that really surprises us. យ៉ាងណាមិញប្រសិនបើយើងបន្តរស់នៅបែបនេះក្នុងរយៈពេលយូរមានរឿងមួយដែលពិតជាធ្វើឲ្យយើងភ្ញាក់ផ្អើល Although we have attended so many worship service and attended church program and seminar, in fact is that our lives has not changed at all. បើទោះជាយើងបានចូលរួមពិធីថ្វាយបង្គំកម្មវិធីរបស់ក្រុមជំនុំបានចូលរួមសិក្ខាសាលារបស់ក្រុមជំនុំយ៉ាងច្រើនក៏ដោយការពិតគឺថាជីវិតរបស់យើងមិនបានផ្លាស់ប្ដូរទាល់តែសោះ Let alone our sacrification, what is surprising is that we have not changed at all. ចឹងការញែកខ្លួនឯងឲ្យចេញជាបរិសុទ្ធអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺថាយើងមិនបានផ្លាស់ប្ដូរទាល់តែសោះ But still we cannot stop this behavior because people around us start recognize us and conflictment us little by little. ប៉ុន្តែយ៉ាងណាក៏ដោយយើងមិនអាចបញ្ឈប់អេរយាប័តនេះបានឡើយពីព្រោះមនុស្សនៅជុំវិញយើងចាប់ផ្ដើមស្គាល់យើងហើយចាប់ផ្ដើមសរសើរយើង People start praising us, saying these things like, "Oh, that person is a person of faith because he prayed hard in the early morning. Oh, there is no one who is unsincere about volunteering and serving as this person." មនុស្សចាប់ផ្ដើមសរសើរយើងដោយនិយាយថាអូម្នាក់នោះគឺជាម្នាក់ដែលមានជំនឿខ្លាំងណាស់ដែលសារគាត់អធិដ្ឋានយ៉ាងខ្លាំងនៅពេលព្រឹកព្រលឹមឬយើងនិយាយថាគ្មានអ្នកណាម្នាក់មានចិត្តស្មោះដូចជាគាត់ទេទាំងស្ម័គ្រចិត្តនិងបម្រើ So we work even harder to hear people say that our faith is good. ដូច្នេះយើងក៏ខិតខំធ្វើការកាន់តែខ្លាំងឡើងដើម្បីស្ដាប់មនុស្សដែលនិយាយថាជំនឿរបស់យើងល្អ Not another people say, maybe you deceive yourself.
ប្រហែលជាអ្នកផ្សេងទៀតប្រហែលតែអូម្នាក់នឹងធ្វើការដើម្បីតែបោកបញ្ឆោតតែខ្លួនឯង I attend the early prayer and the evening QT, and then we serve God's mission, carry the lunchbox. យើងក៏បានចូលរួមអាឋានពេលព្រឹកពេលល្ងាចក៏បានចូលរួមហើយក៏ខ្ញុំក៏ព្យាយាមចូលរួមបម្រើដើម្បីបេសកកម្មព្រះ That's why I have a very strong faith. I have a very healthy faith. ចឹងហើយគេថាអូខ្ញុំគឺជាអ្នកដែលមានសេចក្តីជំនឿខ្លាំងហើយមានសេចក្តីជំនឿដែលមានសុខភាពល្អហើយ You understand? But our life no change. ប៉ុន្តែជាក់ស្ដែងទម្លាប់របស់យើងអត់បដូរសោះ Bad habit, selfish, stubborn, ទម្លាប់អាក្រក់អាត្មានិយមភាពរឹងរូសក៏នៅតែមាន speak negative. ជួនកាលនិយាយអវិជ្ជមាន I believe already 20 years, 15 years. ខ្ញុំបានជឿព្រះ20ឆ្នាំហើយតា20ឆ្នាំហើយតា I sacrifice a lot. ខ្ញុំបានលះបង់ច្រើនណាស់ I don't leave church any circumstance. I stay here. អញ្ចឹងហើយទោះយ៉ាងណាក៏ដោយគឺខ្ញុំមិនចេញពីវិហារទេ But the more we do this, the harder our inside begin to become. ប៉ុន្តែកាលណាយើងធ្វើបែបនេះកាន់តែច្រើនផ្នែកខាងក្នុងរបស់យើងកាន់តែពិបាក If we keep telling ourselves, I must do this over and over again, we start to feel spiritually exhausted. ប្រសិនបើយើងបន្តប្រាប់ខ្លួនឯងថាខ្ញុំត្រូវតែធ្វើរឿងនេះម្ដងហើយម្ដងទៀតយើងចាប់ផ្ដើមមានអារម្មណ៍អស់កម្លាំងខាងព្រលឹងវិញ្ញាណ Burnout, tired. យើងចាប់ផ្ដើមអស់កម្លាំង As we get tired, we start to pick up old habit and old ways of speaking. នៅពេលដែលយើងអស់កម្លាំងហត់នឿយយើងចាប់ផ្ដើមយកទម្លាប់ចាស់មកវិញហើយចាប់ផ្ដើមរបៀបចាស់របៀបនិយាយបែបចាស់ចាប់ផ្ដើមយកមកវិញដែរ Also, we began to secretly repeat the sins we commit in the past. ម្យ៉ាងទៀតយើងចាប់ផ្ដើមធ្វើអំពើបាបដែលយើងបានប្រព្រឹត្តកាលពីអតីតកាលដោយលួចលាក់ម្ដងទៀត Joy and gratitude to have long since disappeared from us, and our spiritual thirst began to deepen. អំណរនឹងការដឹងគុណដែលមានជាយូរចាប់ផ្ដើមបាត់ហើយការស្រេកឃ្លានខាងព្រលឹងវិញ្ញាណរបស់យើងចាប់ផ្ដើមចូលកាន់តែជ្រៅដែរ Yet we still act like a good Christian. យ៉ាងណាក៏ដោយយើងនៅតែប្រព្រឹត្តល្អដូចជាគ្រីស្ទបរិស័ទល្អចឹង But members, this is the corrupted faith. ប៉ុន្តែបងប្អូនអើយនេះជាជំនឿដែលពុករលួយ This is not proper Christian faith, but corrupted religious life. នេះមិនមែនជាជំនឿបែបគ្រីស្ទសាសនាត្រឹមត្រូវទេប៉ុន្តែជាជីវិតសាសនាដែលពុករលួយ At first we may have begun to believe in the Lord with joy, but some former standard we had created became our goal for action, and we ended up losing joy and gratitude to the Lord. ដំបូងឡើយយើងប្រហែលជាចាប់ផ្ដើមជឿលើព្រះដោយអំណរប៉ុន្តែស្តង់ដារផ្លូវការដែលយើងបានបង្កើតបានคล้ายជាគោលដៅសកម្មភាពរបស់ខ្លួនឯងហើយយើងចាប់ផ្ដើមបញ្ចប់ដោយការបាត់បង់ទាំងសេចក្តីអំណរសេចក្តីដឹងគុណចំពោះព្រះវិញ If we just repeat the religious life, we become exhausted because there is no life in it. ប្រសិនបើយើងគ្រាន់តែធ្វើម្ដងហើយម្ដងទៀតនៅជីវិតបែបសាសនានោះយើងនឹងអស់កម្លាំងព្រោះគ្មានជីវិតនៅក្នុងនោះទេ True faith does not tire us because it has life within it. សេចក្តីជំនឿពិតមិនធ្វើឲ្យយើងអស់កម្លាំងទេពីព្រោះវាមានជីវិតនៅក្នុងនោះឯង True faith brings us joy and freedom, peace and rest. សេចក្តីជំនឿពិតនាំឲ្យយើងមានអំណរសេរីភាពសេចក្តីសុខសាន្តនិងការសម្រាក Members, the true faith that God wants from us, it doesn't mean I have no to do, that something to change myself. ចឹងបងប្អូនអើយការពិតដែលព្រះជាម្ចាស់ចង់ឲ្យយើងគឺមិនមែនឲ្យយើងធ្វើអ្វីគឺដើម្បីបដូរពីខ្លួនឯង So what is true faith? ដូច្នេះតើអ្វីជាសេចក្តីជំនឿពិតដែលព្រះអង្គចង់បានពីយើង Please listen carefully. សូមស្ដាប់ដោយយកចិត្តទុកដាក់ True faith is when begin fellowship with God in order to know Him. សេចក្តីជំនឿពិតគឺពេលដែលខ្ញុំចាប់ផ្ដើមប្រកបជាមួយព្រះដើម្បីស្គាល់ទ្រង់ Hallelujah. អាមែន Then we will love God. បន្ទាប់មកយើងនឹងស្រឡាញ់ព្រះ
And from then on, our purpose changes from I act more holy to I become a person who truly love God. ចាប់ពីពេលនោះមកគោលបំណងរបស់យើងផ្លាស់ប្ដូរពីខ្ញុំប្រព្រឹត្តអំពើបរិសុទ្ធកាន់តែច្រើនទៅជាខ្ញុំខ្លាចជាអ្នកដែលស្រឡាញ់ព្រះពិតប្រាកដ So as we struggle, we think, what will God be pleased with? What does God want from me? ដូច្នេះនៅពេលដែលយើងតស៊ូយើងគិតហើយគិតទៀតថាតើព្រះទ្រង់សពហត្ថីអ្វីតើព្រះចង់បានអ្វីពីខ្ញុំ And we choose the lives our life live as God is pleased. ហើយយើងជ្រើសរើសរស់នៅតាមតែព្រះជាម្ចាស់សពហត្ថី Only when this happens does our life begin to change. មានពេលដែលរឿងនេះកើតឡើងទេទើបជីវិតរបស់យើងចាប់ផ្ដើមផ្លាស់ប្ដូរ Members, this is the true faith. បងប្អូនអើយនេះជាសេចក្តីជំនឿពិត Members, do you truly love God? បងប្អូនអើយតើយើងពិតជាស្រឡាញ់ព្រះមែនឬអី Members, are you choosing to live a life that pleased God? បងប្អូនអើយតើយើងជ្រើសរើសការរស់នៅដើម្បីជីវិតដែលផ្ពាប់អាហារតីព្រះមែនឬក៏អី This true faith will bring change to our lives. សេចក្តីជំនឿពិតនឹងនាំមកនៅការផ្លាស់ប្ដូរជីវិតយើង It will bring true life, true freedom, joy, peace and rest to our lives. វានឹងនាំមកនៅជីវិតពិតសេរីភាពពិតសេចក្តីអំណរសេចក្តីសុខសាន្តនិងការសម្រាកដល់ជីវិតយើង Today's sermon scripture in Micah 6:8 the Lord said, He has shown you, O mortal, what is good and what does the Lord require of you, to act justly and to love mercy and to walk humbly with your God. នៅក្នុងកាន់កាពីពីការចំពុក6ខ8ព្រះម្ចាស់មានបន្ទូលថាអោមនុស្សអើយព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អតើព្រះយេហូវ៉ាសពហត្ថីឲ្យឯងប្រព្រឹត្តដូចម្ដេចបើមិនមែនឲ្យប្រព្រឹត្តដោយសុចរិតឲ្យស្រឡាញ់សេចក្តីសប្បុរសហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរៀបទៀបប៉ុណ្ណោះ The book of Micah clearly states that what God wants from us is not to offer many religious sacrifices or perform religious ceremonies, but to walk with our God. កាន់កាពីមីកាបានបញ្ជាក់យ៉ាងច្បាស់ថាអ្វីដែលព្រះចង់បានពីយើងគឺមិនមែនដើម្បីថ្វាយយ៉ាញ់បូជាឬពិធីសាសនាច្រើននោះទេប៉ុន្តែគឺដើម្បីដើរជាមួយព្រះរបស់យើង Members, what does it mean for us to walk with our God? បងប្អូនអើយតើការដើរជាមួយព្រះរបស់យើងមានន័យយ៉ាងម៉េច Members, listen carefully and remember. បងប្អូនអើយចូលស្ដាប់ដោយយកទុកដាក់ហើយចងចាំ Walking with our God means that we think deeply about the Lord in our daily lives and have deep personal fellowship with Him. ការដើរជាមួយព្រះរបស់យើងមានន័យថាយើងគិតយ៉ាងស៊ីជម្រៅអំពីព្រះអម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងហើយមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅជាមួយទ្រង់ដែរ This means that from the time we wake up in the morning, we begin our day with the awareness that the Lord is with me. នេះមានន័យថាចាប់ពីពេលដែលយើងភ្ញាក់ពីរំលែកនៅពេលព្រឹកយើងចាប់ផ្ដើមថ្ងៃរបស់យើងដោយដឹងថាព្រះអម្ចាស់គង់នៅជាមួយនឹងខ្ញុំ This also means that when we work, buy things or meet people, the Lord is with us and we live conscious of the presence of the Lord. នោះក៏មានន័យថានៅពេលដែលយើងធ្វើការទិញរបស់របរឬជួបមនុស្សម្នាព្រះអម្ចាស់គង់នៅជាមួយយើងហើយយើងរស់នៅដោយមានស្មារតីដឹងអំពីថាវត្តមានរបស់ព្រះអម្ចាស់នៅទីនោះដែរ Also, when something difficult happens to us, we ask the Lord, Lord, what should I do about this? ម្យ៉ាងទៀតនៅពេលដែលយើងមានរឿងលំបាកកើតឡើងចំពោះយើងសួរព្រះអម្ចាស់ថាព្រះអម្ចាស់អើយតើខ្ញុំគួរធ្វើអ្វីចំពោះរឿងនេះ By asking the Lord, what would the Lord do in this situation? We discuss this issue with the Lord who is by our side.
ដោយសួរព្រះអង្គម្ចាស់ថាតើព្រះអង្គម្ចាស់នឹងធ្វើអ្វីក្នុងស្ថានភាពនេះយើងចេះតែពិភាក្សាបញ្ហានេះជាមួយព្រះជាម្ចាស់ដែលគង់នៅខាងយើង This is how we must live each day with a heart that love and think about the Lord. នេះជារបៀបដែលយើងត្រូវតែរស់នៅជារៀងរាល់ថ្ងៃដោយចិត្តដែលស្រឡាញ់និងគិតអំពីព្រះ Additionally, we walk humbly with our God means acknowledging our own limitation, putting God's will ahead of our wisdom, trusting God completely and walking according to His will. លើពីនេះការដើរដោយបន្ទាបខ្លួនជាមួយព្រះនៃយើងមានន័យថាការទទួលស្គាល់ដែនកំណត់របស់យើងការដាក់ព្រះハរតីរបស់ព្រះនៅពីមុខប្រាជ្ញារបស់យើងទុកចិត្តលើព្រះទាំងស្រុងនិងដើរតាមព្រះハរតីទ្រង់ This means worship the life that protests justice and love rather than former ancestor light. នេះមានន័យថាការលះបង់ជីវិតដែលសង្កត់ទៅលើសេចក្តីយុត្តិធម៌សេចក្តីស្រឡាញ់ជាជាងពិធីផ្លូវការបែបប្រពៃណីដូនតា Walk with is called lekerim in Hebrew. ជាភាសាហេប្រឺដើរជាមួយត្រូវបានហៅថា reketim Reket, okay, meaning to walk is not a one time, even but means continuous walking as a way of my life. Reket មានន័យថាដើរមិនមែនធ្វើម្ដងម្កាលទេប៉ុន្តែមានន័យថាបន្តដើរក្នុងដំណើរជីវិតរបស់យើង In the meaning of the word means companionship and unity and symbolize that intimate fellowship that move in step in the same direction as God. ពាក្យថា im ក្នុងន័យថាជាមួយមានន័យថាការរួមរស់ជាដៃគូនិងសាមគ្គីហើយតំណាងឲ្យចំណងមិត្តភាពជិតស្និទ្ធដែលដើរក្នុងជំហានដូចគ្នានឹងព្រះជាម្ចាស់ Our church name is Samaki. នោះជាឈ្មោះក្រុមជំនុំយើងឈ្មោះថាសាមគ្គី Walk with God. ដើរជាមួយព្រះ Hallelujah. Very good. God give us very good name. ព្រះអង្គទ្រង់ឲ្យឈ្មោះល្អ Also, we have a Samaki association. ហើយយើងក៏មានសមាគមសាមគ្គីដែរ Walk with God. គេថាដើរជាមួយព្រះ Unity. Hallelujah. មានន័យថាសាមគ្គីគ្នា Unity with God. Hallelujah. តែសាមគ្គី Samaki ជាមួយ with God. នឹងព្រះ Unity with our members. ហើយជាមួយនឹងបងប្អូនយើងដែរ Hallelujah. អាមែន Members, what God wants from us is clear. បងប្អូនអើយអ្វីដែលព្រះចង់បានពីយើងគឺច្បាស់លាស់ហើយ God wants us to have an intimate relationship where we love and trust Him and move in the same direction, continuously in complete union, samaki, with Him. ព្រះជាម្ចាស់ចង់ឲ្យយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធមួយដែលយើងស្រឡាញ់និងទុកចិត្តទ្រង់ហើយដើរក្នុងទិសដៅតែមួយជាបន្តបន្ទាប់ការសាមគ្គីគ្នាយ៉ាងពេញលេញជាមួយទ្រង់ Also, God wants us to treat people sincerely with love for God and to live good deeds and righteous lives. ម្យ៉ាងទៀតព្រះជាម្ចាស់ចង់ឲ្យយើងប្រព្រឹត្តចំពោះមនុស្សដោយស្មោះអំពីចិត្តដោយសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ហើយរស់នៅដោយប្រព្រឹត្តល្អនិងរស់នៅដោយសេចក្តីសុចរិត This is what God wants from us and what the Bible says is the true life of faith we must have. នេះជាអ្វីដែលព្រះចង់បានពីយើងហើយអ្វីដែលព្រះគម្ពីរចែងគឺជាជីវិតពិតនៃជំនឿដែលយើងត្រូវតែមាន It is easy to understand that certain religious sections are not true faith when we look at what Jesus did on the Sabbath. វាកាន់តែងាយស្រួលក្នុងការយល់ថាសកម្មភាពសាសនាមួយចំនួនមិនមែនជាសេចក្តីជំនឿពិតនៅពេលដែលយើងក្រឡេកមើលអ្វីដែលព្រះយេស៊ូវបានធ្វើនោះទេ Jesus healed many people on the Sabbath. It is recorded 7 times in the gospel that Jesus healed people on the Sabbath. ចឹងនៅពេលដែលព្រះយេស៊ូវព្យាបាលមនុស្សច្រើននៅថ្ងៃសាបាតនោះត្រូវបានកត់ត្រាចំនួន7ដងនៅក្នុងដំណឹងល្អថាព្រះយេស៊ូវបានធ្វើព្យាបាលមនុស្សនៅថ្ងៃសាបាត However, there is a very unique reason why Jesus healed people on the Sabbath. The reason is for Jesus stand against the false teaching of the religious leader of that time. ទោះជាយ៉ាងណាក៏ដោយមានហេតុផលពិសេសមួយដែលព្រះយេស៊ូវបានព្យាបាលមនុស្សនៅថ្ងៃសាបាតហេតុផលគឺដើម្បីឲ្យព្រះយេស៊ូវ
ឈរប្រឆាំងជំទាស់នឹងការបង្រៀនคล้ายៗរបស់មេដឹកនាំសាសនានៅសម័យនោះឯង This is because the Jewish leader at the time made the religious for the Sabbath. The Look up- regulation of the Sabbath, for the Sabbath. នោះក៏ព្រោះតែមេដឹកនាំសាសនាយូដានៅសម័យនោះបានធ្វើបទបញ្ញត្តិសម្រាប់ថ្ងៃសាបាត់ On the Sabbath, they must not walk more than 1.6 kilo or light a fire. នៅថ្ងៃសាបាត់ពួកគេមិនត្រូវដើរលើសពី 1.6 គីឡូម៉ែត្រឬដុតភ្លើងឡើយ They can prepare food, but they must not sold the food. ពួកគេអាចរៀបចំម្ហូបអាហារបានប៉ុន្តែពួកគេមិនត្រូវប្រឡាក់ម្ហូបអាហារនោះទេ There are many other regulations. Jewish religious leaders argue that one must follow this regulation one by one to be saved. មានបទបញ្ញត្តិជាច្រើនទៀតមេដឹកនាំសាសនាយូដាបានជជែកគ្នានិយាយថាមនុស្សម្នាក់ត្រូវតែអនុវត្តតាមបទបញ្ញត្តិទាំងនេះម្ដងមួយដើម្បីទទួលបានសេចក្តីសង្គ្រោះ However, it is religious regulation where to make people holy and save them. Jesus would also have kept all of this regulation. Perhaps Jesus would have kept all the Sabbath regulation more thoroughly. ទោះជាយ៉ាងណាក៏ដោយប្រសិនបើបទបញ្ញត្តិសាសនាទាំងនេះធ្វើឲ្យមនុស្សបរិសុទ្ធនិងសង្គ្រោះពួកគេហើយព្រះយេស៊ូវក៏នឹងបានរក្សាបញ្ញត្តិទាំងអស់នេះដែរប្រហែលជាព្រះយេស៊ូវនឹងរក្សាបទបញ្ញត្តិថ្ងៃសាបាតទាំងអស់នេះឲ្យបានមកចត់ជាងនេះ However, Jesus said that true faith is loving God sincerely before religious regulations. ទោះជាយ៉ាងណាក៏ដោយព្រះយេស៊ូវមានបន្ទូលថាសេចក្តីជំនឿពិតជាការស្រឡាញ់ព្រះដោយស្មោះស្ម័គ្រមុនបញ្ញត្តិសាសនានោះ Jesus said in Matthew 20-37, love and Lord your God with all your heart and with all your soul and with all your mind. នៅក្នុងកានគម្ពីរម៉ាថាយជំពូក22ខ37ព្រះយេស៊ូវមានបន្ទូលថាត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះអ្នកឯងអស់អំពីចិត្តអស់ពីព្រលឹងហើយអស់អំពីគំនិតឯង Regarding this, the theologian Augustine say, love God first, then you do whatever you want. តើតើរឿងនេះគឺមានទេវបន្ទូលអកុសទីនម្នាក់និយាយថាចូលស្រឡាញ់ព្រះជាមុនសិនបន្ទាប់មកចូលធ្វើអ្វីដែលអ្នកចង់ធ្វើ What does this really mean? តើនេះមានន័យថាយ៉ាងម៉េច This means that this loving God comes first in our lives. The rest will naturally follow, making good decisions in the direction that please God. នេះមានន័យថាប្រសិនបើការស្រឡាញ់ព្រះជាម្ចាស់ជាអត្តភាពក្នុងជីវិតរបស់យើងនោះអ្វីផ្សេងទៀតនឹងមកដោយធម្មជាតិដោយធ្វើការសម្រេចចិត្តល្អៗក្នុងទិសដៅដែលអាចប្រកបអាហារទៅព្រះបាទ Remember, this is the true life of faith. បងប្អូនអើយនេះជាជីវិតពិតនៃសេចក្តីជំនឿ Everything we do in church or everything we do in serve God must be done with a heart that love God, not out of religious habit or following our own righteousness. អ្វីគ្រប់យ៉ាងដែលយើងធ្វើនៅក្នុងព្រះវិហារគឺអ្វីគ្រប់យ៉ាងដែលយើងធ្វើដើម្បីបម្រើព្រះត្រូវតែធ្វើឡើងដោយចិត្តដែលស្រឡាញ់ព្រះមិនមែនចេញពីទម្លាប់បែបសាសនាឬក៏ដើរតាមសេចក្តីសុចរិតរបស់យើងទេ Then we must be able to stop what we are doing in order to do something that pleased God. បន្ទាប់មកយើងត្រូវតែអាចបញ្ឈប់អ្វីដែលយើងកំពុងធ្វើដើម្បីធ្វើអ្វីមួយដែលប្រកបអាហារទៅព្រះវិញ Also, even if it is difficult for us, we should be able to continue doing it if it is something that pleased God. ម្យ៉ាងទៀតទោះបើវាជាពិបាកសម្រាប់យើងក៏ដោយយើងគួរតែអាចបន្តធ្វើវាបានប្រសិនបើវាជាអ្វីដែលព្រះជាម្ចាស់សពហាតីនោះ Your members' true faith does not come from following certain behavior guidelines or performing certain religious practice. បងប្អូនអើយសេចក្តីជំនឿពិតមិនមែនកើតចេញពីការធ្វើតាមគោលការណ៍ណែនាំអំពីអាកប្បកិរិយាជាលក្ខឬក៏ការអនុវត្តសាសនានោះទេ True faith comes from truly love Jesus. សេចក្តីជំនឿពិតកើតចេញពីការស្រឡាញ់ព្រះយេស៊ូវយ៉ាងពិតប្រាកដ The main point of today's text tells us is that we must never lose the core of loving the Lord. បង
ចំណុចសំខាន់នៅអត្ថបទថ្ងៃនេះគឺប្រាប់យើងថាយើងមិនត្រូវបាត់បង់ស្នូលនៃសេចក្តីស្រឡាញ់របស់ព្រះទេ Members, we must remain in that love through an intimate relationship with the Lord. បងប្អូនអើយតើយើងត្រូវតែរក្សាសេចក្តីស្រឡាញ់របស់ព្រះតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយនឹងព្រះ So we must know what the Lord will love wants from us, and we must choose to live a life that praise the Lord. ដូច្នេះហើយយើងត្រូវតែដឹងពីអ្វីដែលព្រះម្ចាស់ដែលស្រឡាញ់យើងចង់បានពីយើងត្រូវតែជ្រើសរើសរស់នៅជីវិតដែលផ្គប់តាមទំនង When we live a life of true faith like this, there is true freedom, joy, and peace given by the Lord in our heart. នៅពេលដែលយើងរស់នៅជីវិតនៃសេចក្តីជំនឿពិតបែបនេះនោះនឹងមានសេរីភាពអំណរសេចក្តីសុខសាន្តពិតប្រាកដដែលព្រះម្ចាស់ប្រទានមកនៅក្នុងចិត្តយើង Also, about the fruit is born in our life. ម្យ៉ាងទៀតផលផ្លែច្រើនទៀតនឹងកើតឡើងនៅក្នុងជីវិតរបស់យើងដែរ Members, don't you have true freedom, joy, and gratitude in your heart now? បងប្អូនអើយតើឥឡូវនេះយើងមិនមានសេរីភាពសេចក្តីអំណរការដឹងគុណពិតប្រាកដនៅក្នុងចិត្តយើងមែនឬ Members, is there no fruit in your life now? បងប្អូនអើយតើឥឡូវនេះគ្មានផលផ្លែនៅក្នុងជីវិតរបស់យើងមែន During this season of land and dependent, let us surely love the Lord above all else. ក្នុងរដូវកាលគ្រីស្ទបូជាចូលយើងស្រឡាញ់ព្រះម្ចាស់ដោយអស់អំពីចិត្តលើអ្វីទាំងអស់ Let us make our love for the Lord the center of the faith. ចូលយើងឲ្យសេចក្តីស្រឡាញ់របស់ព្រះក្លាយជាចំណុចកណ្ដាលនៃសេចក្តីជំនឿរបស់យើង In the name of the Lord Jesus Christ, I bless you and me that we are not just a fig tree that looks good with only leaves and no fruit, but that we have a blessed and precious faith that truly love the Lord and praise Him with abundant fruit. នៅក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទខ្ញុំសូមប្រទានពរដល់អ្នកហើយនិងខ្ញុំយើងមិនមែនគ្រាន់តែជាដើមល្វាដែលមើលទៅល្អមានតែស្លឹកនិងគ្មានផលផ្លែនោះទេប៉ុន្តែយើងមានជំនឿដ៏មានពរនិងមានតម្លៃដែលពិតជាស្រឡាញ់ព្រះម្ចាស់ហើយផ្គប់អាហារតីត្រង់ជាមួយនឹងផលផ្លែរបស់របូរនោះ I bless you and I in the name of the Lord Jesus Christ so that you and I can love God with all our heart, walk with God, always passes the true faith and communicate intimately with God in God's presence, live a fruitful life, enjoy true freedom, joy and peace, and be filled with greatness. ខ្ញុំសូមប្រទានពរដល់អ្នកហើយនិងខ្ញុំក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យអ្នកហើយនិងខ្ញុំស្រឡាញ់ព្រះដែលអស់អំពីចិត្តដើរជាមួយព្រះជានិច្ចមានសេចក្តីជំនឿពិតដើម្បីទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទ្រង់ក្នុងវត្តមានរបស់ទ្រង់រស់នៅជីវិតដែលមានផ្លែផ្ការីករាយសេរីភាពអំណរសេចក្តីសុខសាន្តពិតប្រាកដនិងពោរពេញដោយការដឹងគុណ Hallelujah. អាមែន Amen. Stay page. That's why I read it very fast. But time okay. 12 tense. Okay. Love God. Hallelujah. ចូលយើងស្រឡាញ់ព្រះ Okay. When you are dating now, you fall in love with the stray or fall in love with the man, talk together in the coffee shop. Are you sleepy? ពេលដែលយើងស្រឡាញ់នរណាម្នាក់ប្រុសឬក៏ស្រីអញ្ចឹងហើយយើងរីករាយជាមួយគ្នាទៅនៅហាងកាហ្វេគេថានោះជាការរីករាយពិតអត់ទេ You will, amen? You sleepy what? ប្រុសស្រីពីរនាក់នឹងคุยយប់គ្នាតែយើងមានអត់ទេ Okay, really, you fall in love with girl, say something, you ignore. បើសិនជាយើងស្រឡាញ់គេអញ្ចឹងហើយគេនិយាយមកកាន់យើងតើយើងបង្ងើយកន្តើយហីអត់ Bong, 정념, 삽고, what? 삽고, but 엄연로이, but the try to girlfriend, 미연로이. គាត់ណាឮថាសង្សារចង់ញ៉ាំសាច់គោទេទៅរកមិត្តភក្តិខ្ចីលុយមកទិញសាច់គោភ្លាម Your, okay. Love God? Do you love God? តើយើងស្រឡាញ់ហើយយើងស្រឡាញ់ព្រះអត់ More than your disciple? ឬក៏ជាងសិស្សយើងអត់ទេ Huh? ហ្នឹង This is some come. That's why God give us a good message, special land and dependent life. Okay?
នេះជារឿងសំខាន់ព្រះអង្គផ្ដល់សារដ៏ពិសេសជាពិសេសនៅថ្ងៃគ្រីស្ទបូជា Don't misunderstand, deceive yourself. Okay? យើងកុំយល់អ្វីផ្សេងប៉ុន្តែនេះជារឿងរបស់យើង Any circumstance you have purpose, if you love God, surely no time. Continue to walk with God is every time happy. Hallelujah. ប្រសិនបើយើងពិតជាស្រឡាញ់ព្រះទោះយ៉ាងណាក៏ដោយយើងរីករាយជាមួយនឹងធ្វើឲ្យបន្តដើរជាមួយនឹងព្រះហ្នឹងឯង 어, 끊자.